ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃការបើកភ្លើងនៅប្រាសាទក្នុងទឹកដីខេត្តសៀមរាបហ្នឹងណាហើយថ្ងៃនេះគឺជាយប់ចុងក្រោយនៃការបើកភ្លើងហ្នឹងហើយដើម្បីអបអរកម្មវិធីគេហៅថា Cambodian Night ហើយមនុស្សច្រើនកកកុញត្រៀបត្រាមែនតើអានេះគឺគេហៅខ្លងទ្វារលោកតាអ៊ំហើយខ្ញុំនេះគឺមិនតាន់ជាយប់ជ្រៅទេហើយដោយសារបងប្អូនអ្នកនៅសៀមរាបក៏ដូចជានៅតាមតាខេត្តគឺសម្រុកបុកមកខាងសៀមរាបនេះច្រើនដោយសារថ្ងៃឈប់សម្រាកថ្ងៃអីចឹងផងហើយជាប់សៅរ៍អាទិត្យទៀតអញ្ចឹងបងប្អូនមកលេងមកទស្សនាច្រើនហើយខ្ញុំក៏អត់បានចូលទៅក្នុងដែរតែនៅខាងក្នុងក៏មានការបើកភ្លើងដែរនៅប្រាសាទបាយ័នហើយបើមកផ្ទាល់ពេលយប់កាន់តែយប់គឺកាន់តែស្អាតហើយនេះគឺម៉ោងវាស្ទើរថ្ងៃហើយក៏ស្ទើរយប់ហ្នឹងណារកមេចាប់ដើមព្រះចាប់ដើមលិចមកយើងមើលមកខាងទៀតគឺសមោលចាំងប្រាសាទនឹងចូលក្នុងទឹកចូលក្នុងទឹកទន្លេទឹកកន្លែងស្ពានហ្នឹងគឺឃើញស្អាតមែនទែនគឺពណ៌មាសតែម្ដងហើយចាំតិចទៀតចាំខ្ញុំបង្ហាញទស្សនវិជ្ជាដែលយើងថតពីចំហៀងទៅវិញណាហើយបើពេលយប់ជ្រៅហ្មងប្រហែលថាស្អាតទៀតតែនេះវាថនថារៀងនៅមានថ្ងៃឬក៏នៅមានសមោលពលឺខ្លះចឹងក៏ធ្វើឲ្យអាការយើងមើលទៅវាមិនសូវដូចយើងមកជាក់ស្ដែងហើយបើមកជាក់ស្ដែងក៏ស្អាតដែរបងប្អូនហើយទីនេះបើសិនជាថ្ងៃទូទៅប្រហែលជាគេមិនអោយគេឲ្យចូលទេដោយសារពេលយប់ចឹងទៅនៅប្រាសាទកូនគេបិទតែម៉ោង6កន្លះតាមបណ្ដាប្រាសាទហ្នឹងណាម៉ោង6កន្លះគឺគេបិទហើយឲ្យយើងធ្វើចរាចរណ៍អីហើយមានអ្នកចាំត្រៀបត្រាចាំថតហ្នឹងបងប្អូនដូចខ្ញុំបង្ហាញនោះគឺឃើញប្រាសាទហ្នឹងគឺចាំងចូលមកក្នុងទឹកតែម្ដងគឺស្អាតមែនតើវាជារឿងមួយប្លែកសម្រាប់ខ្ញុំដែរព្រោះខ្ញុំក៏អត់ដែលបានឃើញទស្សនវិជ្ជាបែបហ្នឹងដែរហើយខ្ញុំព្យាយាម2ថ្ងៃមិនបានមកថតណាថ្ងៃទី1នេះគឺភ្លៀងហើយមនុស្សច្រើនពេកគេក៏អត់ឲ្យចូលអញ្ចឹងណាហើយបញ្ជាក់ជូនបងប្អូនដែរគឺខ្លោងទ្វារនេះគឺបានតែយើងចេញទៅទេone wayទេយើងមិនអាចបកក្រោយបានទេតែឃើញមានឡានបកហ្នឹងប្រហែលជាគេអាចបញ្ជាចរាចរណ៍មានអីចឹងណាប៉ុន្តែពេលថ្ងៃបងប្អូនអាចជិះចូលបានតែជិះចេញមកវិញគឺអត់បានទេជាប់បំរាមណាបើមើលយូរទៅគឺស្អាតណាបងប្អូនស្អាតមែនតើមកសៀមរាបច្រើនដងហើយប៉ុន្តែមកម្ដងណាក៏មិនជាធុញដែរយើងមើលប្រាសាទមើលអីចឹងទៅហើយយើងពិតជា